សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមករៀនពាក្យផ្ទុយទាំងអស់គ្នាដែលពាក្យផ្ទុយទាំងអស់នេះបន្ទាប់ពីអ្នកទាំងអស់គ្នារៀនហើយគឺយើងអាចយកទៅប្រើប្រាស់បានច្រើនមែនទែនហើយតើឥឡូវយើងចូលមកមើលមេរៀនយើងតែម្ដងទៅសម្រាប់ពាក្យទី1គឺពាក្យតទឺអតតប្រែថាច្រើនហើយពាក្យដែលផ្ទុយនឹងពាក្យតច្រើនហ្នឹងគឺពាក្យសោសោឈឺអោសលេខទី3យើងអានសោប្រែថាតិចឥឡូវយើងមកមើលប្រយោគនៃទាំងពីរពាក្យនឹងម្ដងដែលប្រយោគទី1គឺប្រយោគនៃពាក្យតដែលយើងអានថា你为什么吃这么多你为什么吃这么多ប្រែថាហេតុអ្វីបានជាអ្នកញ៉ាំច្រើនម្លេះហើយតើឥឡូវយើងចូលមកមើលប្រយោគទី2ដែលតាក់ទងទៅនឹងពាក្យសោប្រែថាតិចដែលយើងអានថា少吃点吧少吃点吧ហើយបន្ថយការញ៉ាំបន្តិចទៅហើយតើឥឡូវយើងចូលមកមើលពាក្យបន្ទាប់ទៀតនេះពាក្យនៅខាងក្រោមនេះដែលពាក្យទី1នេះយើងអានថាសៅ CL សលេងទី4យើងអានសៅប្រែថាសោចហើយទៅហើយពាក្យដែលផ្ទុយនឹងពាក្យសោចនោះគឺពាក្យយំដែលជាភាសាចិនយើងអានថាខូសលេងទី1យើងអានខូប្រែថាយំឥឡូវយើងចូលមកមើលប្រយោគនៃទាំងពីរពាក្យនឹងហ្មងទៅសម្រាប់ប្រយោគនេះគឺយើងអានថា你笑什么你笑什么តើអ្នកសោចអ្វីហើយសម្រាប់ប្រយោគបន្តទៀត别哭了ហើយកុំយំអី别哭了ហើយតើឥឡូវយើងចូលមកមើលពាក្យបន្តទៀតនៅខាងក្រោមនេះហើយដែលពាក្យខាងលើនេះគឺយើងអានថាឡាយនេះប្រែថាមកហើយពាក្យដែលផ្ទុយនឹងពាក្យមកនោះគឺពាក្យទៅអញ្ចឹងពាក្យទៅជាភាសាចិនគឺយើងអានថាឈីប្រែថាទៅហើយតើឥឡូវយើងមកមើលប្រយោគដែលតាក់ទងនឹងពីរពាក្យនឹងវិញទៅដែលប្រយោគទី1នេះតាក់ទងទៅនឹងពាក្យឡាយនេះកន្លែងនេះដែលលឺ highlight ពណ៌ក្រហមណាអញ្ចឹងប្រយោគហ្នឹងគឺយើងអានថា明天是我的生日你能来吗好的明天是我的生日你能来吗ប្រែថាថ្ងៃស្អែកគឺជាថ្ងៃខួបកំណើតរបស់ខ្ញុំតើអ្នកអាចមកទេហើយតើនេះគឺជាប្រយោគសំណួរឥឡូវយើងចូលមកមើលប្រយោគបន្តទៀតដែលតាក់ទងទៅនឹងពាក្យឈីនេះនៅខាងក្រោមនេះហើយដែលយើងអានថា我没确定能不能去我没确定能不能去ប្រែថាខ្ញុំមិនប្រកាសថានឹងអាចទៅទេបានន័យថាយើងប្រាប់ទៅគេវិញថាខ្ញុំអាចប្រកាសថាខ្ញុំអាចនឹងទៅកម្មវិធីនឹងបានទេយើងចង់បានអីអញ្ចឹងណាហើយឥឡូវយើងចូលមកមើលពាក្យបន្តទៀតនៅខាងក្រោមហើយតើលោកស៊ូសុំអស់ចូលមកក្រោមបន្តិចហើយដែលពាក្យនេះគឺយើងអានថាខៃគឺអាយសលេងទី1យើងអានខៃប្រែថាបើកហើយពាក្យដែលផ្ទុយនឹងពាក្យបើកគឺពាក្យបិទហើយតើដែលពាក្យបិទហ្នឹងជាភាសាចិនគឺយើងអានថាគួនហើយតើសលេងទី1យើងអានគួនប្រែថាបិទអញ្ចឹងឥឡូវយើងក៏លេខមកមើលប្រយោគហើយប្រយោគទាំងពីរដែលតាក់ទងទៅនឹងពាក្យខៃហើយនិងពាក្យគួនហើយតើគួនហើយតើដែលប្រយោគខាងលើនេះគឺយើងអានថា请帮我开一下灯请帮我开一下灯ហើយប្រែថាសូមជួយបើកភ្លើងខ្ញុំបន្តិចនេះកន្លែងនេះលោកស៊ឺទៅសេទៅជីហើយតើហើយទៅវិធីឥឡូវយើងចូលមកមើលប្រយោគខាងក្រោមហើយតើប្រយោគខាងក្រោមនេះតាក់ទងទៅនឹងពាក្យគួនយើងអានថា别忘记把灯关了别忘记把灯关了កុំភ្លេចបិទភ្លើងផងហើយតើហើយឥឡូវយើងចូលមកមើលពាក្យបន្តទៀតតែពាក្យបន្ទាប់នេះគឺយើងអានថាណានសលេងទី2យើងអានណាននេះប្រែថាប្រុសឬក៏បុរសដែលពាក្យផ្ទុយនឹងពាក្យប្រុសគឺពាក្យស្រីដែលពាក្យស្រីជាភាសាចិនគឺយើងអានថានីប្រែថាស្រីហើយតើឥឡូវយើងក៏លេខមកមើលប្រយោគទាំងពីររបស់យើងវិញម្ដងដែលតាក់ទងទៅនឹងពាក្យណានហើយនិងពាក្យនីហើយតើអញ្ចឹងសម្រាប់ប្រយោគខាងលើនេះគឺយើងអានថាជាប់ៀង
是男洗手间左边是男洗手间នៅខាងឆ្វេងគឺជាបន្ទប់ទឹកបុរសឬក៏នៅខាងឆ្វេងគឺជាបន្ទប់ទឹកប្រុសហៅតើអញ្ចឹងយើងក៏លេចមកមើលប្រយោគខាងក្រោមដែលតកតងទៅនឹងពាក្យនីស្រីហៅតើយើងអានថា右边是你洗手间右边是你洗手间ប្រែថានៅខាងស្ដាំគឺជាបន្ទប់ទឹកស្រីហៅតើនៅខាងស្ដាំគឺជាបន្ទប់ទឹកស្រី好ឥឡូវយើងមកអានពាក្យផ្ទុយសរុបទាំងអស់គ្នាហ្មងទៅហ៎តោះយើងទៅលើវិញតាចាកាន់ឡាស៊ូទូឡាស៊ូសូមបញ្ជាក់មួយនៅពេលដែលសិស្សរៀនជាមួយឡាស៊ូណាសិស្សព្យាយាមអានតាមឡាស៊ូព្យាយាមបញ្ចេញសលេងដើម្បីកុំឲ្យការរៀនរបស់យើងនឹងវាខាតអាសាបង់ចោលដោយគ្រាន់តែយើងគ្រាន់តែមើលវីដេអូចោលហ៎តើហើយកុំភ្លេចកត់ចូលសភៅផងហ៎តោះ现在开始តោះទី1យើងអានថាតប្រែថាច្រើនទី2少ប្រែថាតិចទី3សោប្រែថាសោចហៅទៅសោចហៅពាក្យទី4ខូប្រែថាយំហ៎ពាក្យទី5ឡាយប្រែថាមកហៅមកពាក្យទី6ឈីប្រែថាទៅហៅពាក្យទី7ខាយប្រែថាបើកហៅប្រែថាបើកតទៀតគាន់ប្រែថាបិទហៅទៅប្រែថាបិទហៅសម្រាប់ពាក្យពីរបន្ទាប់ទៀតគឺយើងអានថាណានប្រែថាប្រុសសម្រាប់ពាក្យចុងក្រោយនីប្រែថាស្រីហៅតើអញ្ចឹងសម្រាប់មេរៀននៅថ្ងៃនេះដែរឡាស៊ូសូមបញ្ចប់ត្រឹមប៉ុណ្្នឹងសិនហើយសិស្សកុំភ្លេចកត់ចូលក្នុងសភៅផងថ្ងៃស្អែកយើងនឹងជួបគ្នាជាមួយនឹងវីដេអូបន្តទៀតដែលតាក់ទងទៅនឹងពាក្យផ្ទុយបន្តទៀតសូមអរគុណ